តោះឥឡូវយើងចូលមកដល់ប្រធានបទមួយទៀតទៅនឹងការឈ្មោះបោកអនឡាញដដែលប៉ុន្តែវាជាវិធីម្យ៉ាងទៀតដែលឧក្រិដ្ឋជនតែងតែប្រើហើយវិធីម្យ៉ាងនោះគឺមានពាក្យពីរដែលយើងនឹងរៀនតែពាក្យមួយគឺ phishing មួយទៀតគឺ smishing អាពីរហ្នឹងគឺវាមកក្នុងទម្រង់តែមួយទេប៉ុន្តែមធ្យោបាយផ្សេងគ្នាអញ្ចឹងយើងនឹងមើលទាំងអស់គ្នាថាតើវាមកក្នុងរបៀបយ៉ាងម៉េចហើយយើងការពារវាយ៉ាងម៉េចហើយយើងនឹងមើលទាំងអស់គ្នាថាតើការខាតបង់ដោយសារតែការឆោបបោកប្រភេទនេះតើអស់ប្រមាណផងដែរដូច្នេះពាក្យដែលយើងនឹងស្វែងយល់មុនគេនោះគឺពាក្យ phishing ពាក្យ phishing វាមកពីពាក្យ fishing ដែលជាភាសាខ្មែរប្រែថាស្ទូចត្រីអញ្ចឹងយើងដែលជាអ្នកចូលចិត្តស្ទូចត្រីយើងដឹងស្រាប់ហើយដើម្បីស្ទូចត្រីបានគឺយើងប្រើសន្ទូចដាក់នុយដើម្បីស្ទូចត្រីហ្នឹងឲ្យបានដោយសារតែនុយអញ្ចឹងពាក្យ fishing ដូចគ្នាពាក្យ fishing នេះគឺជាប្រភេទនៃការបោកបញ្ឆោតមួយដែលអក្រិតជនធ្វើយ៉ាងណាក៏ដោយវាធ្វើយ៉ាងណាក៏ដោយដើម្បីឲ្យអ្នកប្រើអនុញ្ញាតឲ្យវាលួចយកព័ត៌មានសំខាន់របស់អ្នកប្រើហ្នឹងមានអីខ្លះដូចជាលេខកូដសម្ងាត់ផ្សេងលេខកូដសម្ងាត់នៃការធនាគារលេខកូដសម្ងាត់ធនាគារលេខកូដសម្ងាត់នៃ social media account ផ្សេងព័ត៌មានទាក់ទង social media account ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើឬក៏ព័ត៌មានទាក់ទង credit card ហ្នឹងណាគឺវាប៉ងទៅលើរឿងអស់ហ្នឹងឯងអញ្ចឹងពាក្យ phishing មធ្យោបាយដែលអក្រិតជនអាសាប្រើនោះគឺការផ្ញើ email បន្លំមកឲ្យអ្នកប្រើ email បន្លំនោះបានន័យថាម៉េចបានន័យថាវាបន្លំធ្វើជានរណាម្នាក់វាបន្លំធ្វើជាធនាគារវាបន្លំធ្វើជាអ្វីមួយដែលមើលទៅដូចមែនតែនចាំមកអ្នកប្រើហើយវាប្រើសារបំភ័យប្រើសារคล้ายៗដើម្បីអ្នកប្រើហ្នឹងចុចទៅលើ link ជាប់ជាមួយ email ហ្នឹងឧទាហរណ៍អតិថិជនខ្លាញ់បន្លំធ្វើធនាគារញ៉ាំមកថាកាតរបស់យើងត្រូវបានគេបង្កកដោយសារតែហេតុផលចេះដើម្បីដោះវាវិញត្រូវចុចលើ link នេះអញ្ចឹងនៅពេលដែលយើងឃើញយើងភ័យអត់បានគិតអ្វីច្រើនយើងចុចលើ link ទៅនោះយើងប្រកាសជាស៊ីសន្ទូចរបស់អក្រិតជនហើយអញ្ចឹងនៅពេលយើងចុចលើ link ហ្នឹងហើយព័ត៌មានអីផ្សេងគឺវានឹងលួចទាំងអស់តែម្ដងនេះគឺជាការផ្ញើ email phishing អញ្ចឹងពាក្យមួយទៀត smishing ហ្នឹងគឺមកពីពាក្យ SMS បូកនឹង phishing អញ្ចឹងគឺវាប្រើមធ្យោបាយផ្សេងគ្នា phishing ទូទៅគេប្រើ email ប៉ុន្តែ smishing គឺគេផ្ញើតាមសារ SMS ហើយវាថ្មីនេះគឺកើតឡើងច្រើននៅក្នុងប្រទេសកម្ពុជាយើងរហូតដល់ថ្នាក់ធនាគារផ្សេងបានចេញសារក្រៅរំលឹកដល់អតិថិជនថាកុំឲ្យចាញ់បោកចុចលើ link អ្វីមួយដែលវាបន្លំធ្វើជាធនាគារហ្នឹងគឺវាផ្ញើសារមកថាគណនីធនាគាររបស់យើងត្រូវបានមានបញ្ហាចុចលើ link នេះដើម្បីដោះស្រាយឬក៏វាផ្ញើមកថាយើងឈ្នះរង្វាន់អីចឹងទៅចុចលើ link នេះដើម្បី claim យករង្វាន់មានច្រើនរបៀបច្រើនសន្តានយើងចូលដល់ចំណុចមួយទៀតថាតើការខាត់បង់មានប្រមាណនៅក្នុងស្រុកខ្មែរយើងមានព័ត៌មានទេប៉ុន្តែយើងមើលទៅនៅស្រុកអាមេរិកនៅក្នុងឆ្នាំ2024ចំនួនទឹកប្រាក់ដែលខាតបង់ទៅលើការ phishing attack ហ្នឹងគឺទង់ទឹកប្រាក់ប្រហែលជា $12.5 billion អាមេរិកនៅក្នុងឆ្នាំ2024ហ្នឹងហើយវាកើនឡើង 25% បើធៀបនឹងឆ្នាំ2023អញ្ចឹងដើម្បីទប់ស្កាត់តែយើងធ្វើយ៉ាងម៉េចដើម្បីទប់ស្កាត់គឺងាយស្រួលទេមិនថាយើងឃើញ email មិនថាយើងឃើញគេផ្ញើសារមកទោះបីជាព័ត៌មានអ្វីក៏ដោយយើងត្រូវសិក្សាអំពីប្រភពនៃអ្នកផ្ញើនេះឲ្យបានច្បាស់យើងត្រូវមើលទៅលើអាស័យដ្ឋាន email ថាតើវាពិតជាអាស័យដ្ឋាន email របស់ក្រុមហ៊ុននឹងមែនអត់ជាងផ្ទៀងផ្ទាត់អាស័យដ្ឋានពេលខ្លះវាបន្លំអក្សរឬក៏បន្លំក្បៀសមួយឬក៏ចុចមួយដែលបន្លំយើងបានអញ្ចឹងយើងត្រូវតែផ្ទៀងផ្ទាត់មើលបានច្បាស់ថាតើវាពិតជាមកពីធនាគារនឹងឬក៏ក្រុមហ៊ុននឹងមែនឬអត់ហើយប្រសិនបើជាសារជាអក្សរវិញយើងពិនិត្យមើលថាលេខទូរស័ព្ទនឹងពិតជាលេខរបស់ក្រុមហ៊ុននឹងមែនឬអត់ដូច្នេះយើងត្រូវមើលបានច្បាស់មុនយើងសម្រេចចិត្តចុចទៅលើ link ហ្នឹងហើយប្រសិនបើអត់ច្បាស់ទេយើងកុំចុចលើ link ដែលវាភ្ជាប់ជាមួយនឹង email ហ្នឹងសោះប្រសិនបើផ្ញើជាមួយនឹង email វាមាន link ហើយមាន attachment ទៀតអញ្ចឹងកុំចុចទៅលើទាំង link ទាំង attachment ដោយសារតែវាអាចមានមេរោគទាំងពីរហ្នឹងហើយបើក្នុង SMS
វាមានតែ link ទេអញ្ចឹងសូមកុំចុចទៅលើ link ហ្នឹងឲ្យសោះហើយវិធីសាស្ត្រមួយទៀតគឺត្រូវតែអាសា update ទូរស័ព្ទអញ្ចឹងទូរស័ព្ទយើងត្រូវតែអាសា update ឬក៏ computer យើងដូចគ្នាអាសា update ឲ្យមក software ជំនាន់ចុងក្រោយបងអស់តាមដែលអាចធ្វើទៅបានខ្ញុំមានតែប៉ុណ្្នឹងជាការក្រើនរំលឹកក៏ដូចជាគំនិតខ្លីៗដល់បងប្អូនដើម្បីការពារខ្លួនអំពីការឆបោកតាមអនឡាញបែប phishing ឬក៏ស្ទូចត្រីនេះអញ្ចឹងយើងត្រូវដឹងថាគេនឹងប្រើនុយដើម្បីស្ទូចយកអ្វីមួយពីយើងដូច្នេះយើងគឺជាត្រីយើងត្រូវសិក្សាអំពីនុយរបស់អក្រិតជននឹងឲ្យបានច្បាស់កុំចាញ់បោកស៊ីនុយវាងាយៗយើងជួបគ្នានៅវីដេអូបែបនេះលើកក្រោយទៀត